ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំបានលើកយកអត្ថបទអ្នកដែលមានជំងឺលើសឈាមគួរតមអាហារ3មុខនេះមកចែកជូនបងប្អូនទស្សនានិងស្ដាប់ដើម្បីជាប្រយោជន៍និងចំណេះដឹងដ៏ល្អចំពោះសុខភាពបាទខ្ញុំបាទសង្កេតឃើញពុកម៉ែបងប្អូនវ័យចាប់ពី40ឡើងមួយចំនួនកំពុងតែមានជំងឺលើសឈាមទើបខ្ញុំបានលើកឡើងនៅអត្ថបទការតមអាហារមួយចំនួនអ្នកដែលមានជំងឺលើសឈាមគួរតែដឹងឥឡូវចូលមកអត្ថបទយើងវិញពុកម៉ែបងប្អូនអ្នកដែលមានជំងឺលើសឈាមគួរជៀសវាងឬកាត់បន្ថយញ៉ាំអាហារ3មុខនេះមានជំងឺលើសឈាមច្បាស់ជាមានអារម្មណ៍តានតឹងខ្លះមិនខានពិសេសនៅពេលឃ្លានម្ដងញ៉ាំនេះមិនបានញ៉ាំនោះមិនបានឲ្យតែរបស់ឆ្ងាញ់សុទ្ធតែញ៉ាំមិនបានមិនមែនអញ្ចឹងទេទោះលើសឈាមក៏ត្រូវតែញ៉ាំអាហារមានជាតិវីតាមីនប្រូតេអ៊ីននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីជួយឲ្យសុខភាពល្អឡើងវិញគ្រាន់តែអាហារ3ប្រភេទនេះគ្នាយើងមានជំងឺលើសឈាមជៀសបានគួរតែជៀសទៅ1អាហារមានជាតិសូដ្យូមអំបិលខ្ពស់នៅពេលយើងសម្រេចចិត្តញ៉ាំអាហារខាងក្រៅគួរសួរខ្លួនយើងថាអាហារទាំងនោះរសជាតិដិតខ្លាំងល្អដូចជាអាហារនៅក្នុងផ្ទះយើងអត់គួរតែចំណាយប្រាក់ញ៉ាំដែរឬទេហើយគួរតែចាំដែរថាពេលញ៉ាំអាហារអ្វីខាងក្រៅគួរញ៉ាំស៊ុបទឹកជ្រលក់ឬអាហារក្រែមបន្តិចបន្តួចបានហើយយ៉ាងណាត្រូវជៀសវាងអាហារកំប៉ុងនិងស៊ុបព្រោះពពួកអាហារទាំងនោះមានទុកជាតិសូដ្យូមយ៉ាងច្រើនជាក់ស្ដែងសណ្តែកកំប៉ុងមានទុកជាតិសូដ្យូមជាង500មីលីក្រាមក្នុងមួយកំប៉ុងយ៉ាងណាក៏នៅតែមានអាហារកំប៉ុងមួយចំនួនមានផ្ទុកជាតិសូដ្យូមតិចតួចដូចគ្នាយើងអាចមើលទៅលើកំប៉ុងអាហារទាំងនោះស្វែងរកសញ្ញាដែលបញ្ជាក់ថាមានសុវត្ថិភាពនិងជួយឲ្យសុខភាពយើងល្អជាមួយគ្នានេះដែរស៊ុបសណ្តែកក្រហមកកនិងទឹកដោះគោសម្រាប់មេរោគរួចអាចញ៉ាំបានសម្រាប់គ្នាយើងមានជំងឺលើសឈាមប៉ុន្តែដំឡូងបារាំងកញ្ចប់សាច់កែច្នៃនិងអាហារក្លាសេឆ្អិនស្រាប់សុទ្ធតែផ្ទុកជាតិសូដ្យូមខ្ពស់នៅពេលយើងញ៉ាំសារធាតុនេះច្រើននឹងធ្វើឲ្យសម្ពាធឈាមយើងកាន់តែឡើងខ្ពស់នាំឲ្យកើនហានិភ័យដល់សុខភាពជាច្រើនពិសេសជំងឺសរសៃឈាមបេះដូងតែម្ដង2ជាតិអាល់កុលការផឹកគ្រឿងស្រវឹងច្រើនពេកជាតិអាល់កុលនឹងធ្វើឲ្យសម្ពាធឈាមកាន់តែខ្ពស់វេជ្ជបណ្ឌិតឯកទេសជំងឺលើសឈាមនៅសង្ហបុរីបានណែនាំថាស្ត្រីគួរកាត់បន្ថយការផឹកគ្រឿងស្រវឹងយ៉ាងច្រើនត្រឹមតែ2កែវក្នុងមួយថ្ងៃខណៈដែលប្រុសអាចផឹកយ៉ាងច្រើនបំផុត3កែវក្នុងមួយថ្ងៃតាមស្តង់ដារផឹកគ្រឿងស្រវឹងសម្រាប់គ្នាយើងលើសឈាមអាចផឹកពី2ទៅ3កំប៉ុងស្រាបៀរធម្មតាចំណុះ220មីលីលីត្រឬស្រា1កែវតូច3អាហារខ្លាញ់ជំងឺលើសឈាមភាគច្រើនតែម្ដងកើតឡើងនៅពេលដែលយើងឡើងទម្ងន់យើងគួររក្សាសមតុល្យទម្ងន់ធៀបនឹងកម្ពស់របស់ខ្លួនឲ្យនៅចន្លោះ 18.5 ទៅ 22.9 ដើម្បីឲ្យរាងកាយមានទម្ងន់សមល្មមចំពោះបុរសដែលមានរង្វង់ចង្កេះធំជាង91សង់ទីម៉ែត្ររីឯស្ត្រីធំជាង81សង់ទីម៉ែត្រគឺប្រឈមកើតជំងឺលើសឈាមវិធីសាស្ត្រល្អបំផុតជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពគឺការកាត់បន្ថយញ៉ាំអាហារខ្លាញ់ក្នុងខ្លាញ់1ក្រាមមានទុក9កាឡូរីខណៈកាបូហីដ្រាតនិងប្រូតេអ៊ីនមានកម្រិតកាឡូរីត្រឹមតែពាក់កណ្ដាលនៃកម្រិតខ្លាញ់ប៉ុណ្ណោះម្យ៉ាងទៀតគ្នាយើងអាចកាត់បន្ថយការញ៉ាំបានតាមរយៈកាត់បន្ថយការញ៉ាំអាហារបំពងក្រែមនិងពពួកនំដុតអ្វីដែលចាំបាច់បំផុតត្រូវកាត់បន្ថយការញ៉ាំខ្លាញ់ឆ្អែតដែលជាសារធាតុបង្កើនហានិភ័យនៃការកកស្ទះសរសៃឈាមអន្ទាមានដូចជាពពួកខ្លាញ់ឆ្អែតសម្បូរនៅក្នុងសាច់ក្រហមនិងផលិតផលសម្រាប់ចម្អិនអាហារសម្បូរខ្លាញ់និងប្រេងដូចជាប្រេងដូងជាដើមយើងត្រូវជ្រើសយកសាច់ត្រីសាច់គ្មានខ្លាញ់សត្វស្លាបគ្មានស្បែកនិងទឹកដោះគោគ្មានជាតិខ្លាញ់មកញ៉ាំជំនួសអាហារទាំងនោះដើម្បីជួយឲ្យសុខភាពយើងកាន់តែល្អប្រសើរបាទពុកម៉ែបងប្អូនសុខភាពយើងសំខាន់ណាស់ពុកម៉ែបងប្អូនមានសុខភាពមានអ្វីៗទាំងអស់
បាទសម្រាប់អត្ថបទនេះផងដែរខ្ញុំបាទបានដកស្រង់ចេញពីគេហទំព័រដែលមានឈ្មោះថា Hello គ្រូពេទ្យខ្ញុំសូមអភ័យទោសរាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសខុសឆ្គងកើតឡើងដោយអចេតនាត្រង់ចំណុចណាមួយជាចុងបញ្ចប់សូមជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អនិងប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយបាទសូមអរគុណ